គ្នាថាស្អែកគឺពួកយើងមកធ្វើការទាំងអស់គ្នាដោះដូរថ្ងៃតែអ្វីដែលពួកខ្ញុំតាមទុកមិនសោះចិត្តទី1ចឹងគាត់និយាយរឿងការងារគឺអត់បញ្ហាទេធម្មតារោងចក្រគឺប្រញាប់ចេញទូចេញអីវ៉ាន់ឲ្យពួកយើងជួយសហការខែមកធ្វើការថ្ងៃបងថ្ងៃអាទិត្យគឺជារឿងធម្មតាសម្រាប់ពួកយើងព្រោះមកអ្វីក៏ពួកយើងគាត់ថែមថ្ងៃអាទិត្យក៏ពួកយើងគាត់ធ្វើដែរមែនអត់ខែពេញធ្វើមួយខែពេញគឺពួកយើងគាត់តែគាត់ឆ្លងកាត់ហើយចាំវាអត់មានអីអស្ចារ្យនឹងមួយថ្ងៃហ្នឹងទេក៏ប៉ុន្តែអ្វីដែលពួកខ្ញុំប្រធានទៅប្រជុំមិនសមវិញពួកខ្ញុំបាត់សោះចិត្តគឺដោយសារតែម៉េចប្រជុំរឿងការងារសុកលើករូបហ៊ុនម៉ាណែតយកមកឲ្យពួកខ្ញុំមើលលើករូបហ៊ុនម៉ាណែតឲ្យពួកខ្ញុំមើលបើសិនជាពួកខ្ញុំជាប្រធានផ្នែកទាំងអស់គ្នាទៅសំណពរកូនក្រុមទាំងអស់ណាបានទេឲ្យពួកខ្ញុំដាក់តារាឡើងទៅផ្ទះអត់យើងគិតមើលថាតើពួកខ្ញុំនេះមានអារម្មណ៍ម៉េចរាល់ថ្ងៃពួកយើងគិតតែពួកខ្ញុំណាគៀបសង្កត់ពួកយើងតែពួកយើងអត់ដឹងទេថាគេគៀបសង្កត់ពួកខ្ញុំហើយចាំទី1ខ្ញុំក៏អត់ចង់បាត់បង់ការងារនឹងដូចគ្នាបន្ទាប់មកទៀតនិយាយរឿងបាញ់ពួកឯងទៅផ្ទះអស់ចិត្តហើយចាប់ដើមនិយាយប្រទេសយើងថៃបានថៃមកឈ្លានពានដោយសារតែប្រទេសយើងមានការងារធ្វើគេមកវិនិយោគគេយកលុយមកហើយពួកយើងអត់ចង់បានលុយទេចឹងបានប្រទេសយើងក្រចឹងបានស្ទៀមវាមកឈ្លានពានយើងខ្ញុំមកសំដីមួយម៉ាត់ហ្នឹងដូចចាក់ចំបេះដូងខ្ញុំឈឺHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ